ទំព័រទី4ដូចនេះលីខុននិងខ្ញុំបានត្រឡប់ទៅសាលកីឡានោះវិញហើយយើងបានទទួលសេចក្តីរីករាយជាមួយមិត្តសម្លាញ់យើងបានដឹងថាវាគឺជាអ្វីដែលម្ដាយរបស់ខ្ញុំចង់បានវាជាអារម្មណ៍ល្អក្នុងការត្រឡប់ទៅក្រោយហើយស្ថិតនៅទីនោះម្ដងទៀតប៉ុន្តែខ្ញុំបានស្បើយទ្រូងបន្តិចប៉ុណ្ណោះគ្រាន់តែខ្ញុំបានទទួលភាពជឿនលឿនខ្លះក្នុងការដោះស្រាយបញ្ហាបាត់បង់អ្នកម្ដាយជីវិតខ្ញុំទាំងស្រុងបានក្រឡាប់ចាក់សោជាថ្មីពេលត្រឡប់មកដល់ផ្ទះវិញលីខុនបានត្អូញត្អែងពីភាពឈឺចុកចាប់ឆ្អឹងខ្នងគាត់បានបាក់ឆ្អឹងខ្នងជាច្រើនឆ្អឹងកាលពីគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានឆ្នាំមុនដូចនេះការឈឺចាប់ឆ្អឹងខ្នងគឺមិនមែនជារឿងចម្លែកទេចំពោះគាត់ប៉ុន្តែពី3នាទីក្រោយមកគាត់ដួលទៅនឹងឥដ្ឋខ្ញុំទូរស័ព្ទទៅពេទ្យសង្គ្រោះបន្ទាន់ពួកគេមកដល់ក្នុងពេលប៉ុន្មាននាទីហើយដឹកគាត់ទៅកាន់មន្ទីរពេទ្យខ្ញុំទូរស័ព្ទទៅម៉ាក់ក្មេកហើយគ្រួសារគាត់បានមកជួបខ្ញុំនៅបន្ទប់សង្គ្រោះបន្ទាន់ខ្ញុំមិនដឹងទាល់តែសោះថាតើអ្វីដែលបណ្ដាលឲ្យគាត់ធ្លាក់ខ្លួនឈឺភ្លាមដូច្នេះពី3នាទីក្រោយមកនៅតំបន់រងចាំក្នុងបន្ទប់សង្គ្រោះបន្ទាន់យើងទាំងអស់គ្នាត្រូវបានគ្រូពេទ្យហៅចូលទៅជួបនៅក្នុងបន្ទប់ដាច់ដោយឡែកមួយមុនពេលលោកដុកទ័រនិយាយសូម្បីតែមួយម៉ាត់ខ្ញុំបានដឹងរួចជាស្រេចទៅហើយថាគាត់នឹងនិយាយអ្វីលីខុនបានទទួលមរណភាពគាត់ទាំងបេះដូង